សួស្តីបងប្អូនទាំងអស់គ្នានៅពេលនេះខ្ញុំនឹងលើកយកល្បិចសៀកនេះហើយដើម្បីបង្ហាញបងប្អូនទាំងអស់គ្នាណាបងប្អូនទាំងអស់គ្នាបានតែនៅពេលនេះខ្ញុំមានចានពីរណាបងប្អូនចានមួយពណ៌សនិងចានមួយពណ៌លឿងបងប្អូនទាំងអស់គ្នាហើយយកកូនសោខ្ញុំយកមកដាក់ចូលក្នុងចានបងប្អូនណាហើយហេតុអ្វីបានជាកូនសោនេះមកយកចានពណ៌សទៅវិញបងប្អូនទាំងអស់គ្នាហើយស្គាល់ទេបងប្អូនទាំងអស់គ្នាបាទខ្ញុំជឿថាបងប្អូនស្គាល់ហើយហើយចានរបស់ខ្ញុំគឺស្អាតណាស់គឺអត់មានគេទេហើយហេតុអ្វីបានជាខ្ញុំដាក់ក្នុងចានមួយចូលទៅក្នុងចានពណ៌សដូចជាទៅវិញបងប្អូនឥឡូវខ្ញុំបង្ហាញកាក់បងប្អូនកាក់បងប្អូនមើលបន្តណា1 2 3បាទតើហេតុអ្វីបានជាកាក់ចូលទៅក្នុងចានពណ៌សដែរបងប្អូនវាពិតស្អាតមែនទេបាទបងប្អូនទាំងអស់គ្នាអរគុណច្រើនសម្រាប់ទាំងអស់គ្នាជំរាបលាជូនពរហេ